ឆ្នាំវកអបអសាទរថ្ងៃសុក្រទី24មេសានេះឡើងខ្ពស់ត្រដែតគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលកើតនៅឆ្នាំវកនៅថ្ងៃសុក្រទី24មេសានេះគឺមានរាសីយ៉ាងខ្ពស់ត្រដែតមែនទែនពុកម៉ែបងប្អូនដឹងហើយថាឆ្នាំវកធាតុដែកពងយៈប្រុសពុកម៉ែបងប្អូនមានរាសីខ្ពស់ត្រដែតនៅថ្ងៃនេះពុកម៉ែបងប្អូនអាចប្រកបកិច្ចការងារបានយ៉ាងរលូននិងទទួលលទ្ធផលជាទីគប់ប្រសើរចំពោះការធ្វើដំណើរចិត្តឆ្ងាយរបស់ពុកម៉ែបងប្អូនជួបតែមនុស្សចិត្តបុណ្យតាមជួយថែរក្សាឯរឿងស្នេហានិងក្រុមគ្រួសារវិញមានភាពផ្អែមល្ហែមល្អក់ល្អឿនយល់ចិត្តគ្នាទៅវិញទៅមកដូច្នេះពុកម៉ែបងប្អូនដែលកើតឆ្នាំវកត្រៀមទទួលលាភទទួលជ័យសិរីមង្គលពុកម៉ែបងប្អូនឆ្នាំវកអបអរសាទរផងណាសូមជួយ like ជួយ share និងជួយ subscribe ផងអរគុណ